មានព័ត៌មានលេចធ្លាថាកម្ពុជានឹងបញ្ជាទិញយន្តហោះចម្បាំង J-10C ពីប្រទេសចិន Multi-Role Fighter Jet ហើយបើដូច្នោះមែនតើ J-10C របស់ចិនទៅកម្ពុជានឹងបញ្ជាទិញមានសមត្ថភាពខ្លាំងជាង F-16 ឬក៏ Gripen របស់ថៃនោះទេហើយចម្លើយគឺក្នុងវីដេអូមួយនេះពីរឿងរ៉ាវទាំងអស់ពាក់ព័ន្ធជាមួយនឹង J-10C ទាំងអស់ផងដែរដែលខ្ញុំនឹងបកស្រាយជូននៅក្នុងវីដេអូមួយនេះតែម្ដងទី1គឺប្រវត្តិរបស់វា J-10 បានចាប់ផ្ដើមក្នុងទសវត្សរ៍ឆ្នាំ1980នៅពេលដែលប្រទេសចិនកំពុងស្វែងរកយន្តហោះចម្បាំងដ៏ទំនើបប្រភេទទម្ងន់ស្រាលនិងជំនួសយន្តហោះចម្បាំងចាស់ៗរបស់ខ្លួនដូចជា J7 ឬក៏ MiG-21 និងយន្តហោះវាយប្រហារដី Q5 ការអភិវឌ្ឍបានប្រឈមនឹងការពន្យាពេលដោយសារតែការកំណត់ផ្នែកបច្ចេកវិទ្យាប៉ុន្តែដោយមានការគ្រប់គ្រងពីក្រុមហ៊ុនអាកាសចរចិននិងឥទ្ធិពលនៃការរចនារបស់អ៊ីស្រាអែលបន្ទាប់ពីការធ្វើឲ្យប្រសើរឡើងជាច្រើនប្រភេទ J10C ត្រូវបានលេចមុខឡើងនៅកណ្ដាលទសវត្សរ៍ឆ្នាំ2010ដែលតំណាងឲ្យកំណែកម្រិតខ្ពស់បំផុតនៃសេវាកម្ម Liberation Army PLA របស់កងទ័ពអាកាសនៅឆ្នាំ2018ទី2គឺជាការរចនារបស់វា J10C គឺមានម៉ាស៊ីនតែមួយយន្តហោះចម្បាំងពហុមុខងារជាមួយនឹងប្លង់ Data Wing Canard ដែលផ្ដល់នូវភាពរហ័សរហួននិងភាពបត់បែនខ្ពស់វាត្រូវបានរចនាឡើងសម្រាប់ឧត្តមភាពអាកាសនិងបេសកកម្មវាយប្រហារនៅលើដីដែលផ្ដោតលើការប្រយុទ្ធលើសពីចម្ងាយដែលអាចមើលឃើញយន្តហោះចម្បាំងនេះមានប្រវែង 16.9 ម៉ែត្រស្លាបគឺ 9.7 ម៉ែត្រនិងកម្ពស់ 5.4 ម៉ែត្រជាមួយនឹងទម្ងន់ទទេរបស់វាគឺ 9750 គីឡូក្រាមនិងទម្ងន់អតិបរិមាណដែលវាអាចហោះហើរឡើងបានគឺ 19300 គីឡូក្រាមឯណោះទី3គឺជាកម្លាំងផលិតដែលអាចរុញច្រានវាទៅមុខបាន J10C បានបំពាក់ទៅដោយម៉ាស៊ីន Shenyang WS-10B Thai Hang Turbofan ដែលអាចផលិតកម្លាំងបានរហូតដល់ 13200 គីឡូក្រាមជាមួយនឹង Afterburner របស់វាកំណែទម្រង់មុនប្រើម៉ាស៊ីន AL34FN របស់រុស្ស៊ីប៉ុន្តែបានប្ដូរទៅកាន់ម៉ាស៊ីន VS-10B ដែលឆ្លុះបញ្ចាំងពីការជំរុញរបស់ប្រទេសចិនសម្រាប់ការពឹងផ្អែកលើខ្លួនឯងក្នុងស្រុកក្នុងបច្ចេកវិទ្យាម៉ាស៊ីនមួយនេះយន្តហោះនេះអាចឈានទៅដល់ល្បឿន Mach 2.2 ដែលអាចហោះបានកម្ពស់រហូតទៅដល់ 18000 ម៉ែត្រនិងកម្មប្រយុទ្ធពី 1000 ទៅ 1200 គីឡូម៉ែត្រដែលធ្វើឲ្យវាមានប្រសិទ្ធភាពខ្ពស់ក្នុងចំនួនក្នុងតំបន់ទី4គឺប្រព័ន្ធរ៉ាដានិង Avionics J10 បានបំពាក់ជាមួយនឹងប្រព័ន្ធ Avionics ទំនើបបំផុតមួយចំនួនក្នុងយន្តហោះចម្បាំងចំនួនទី4របស់ប្រទេសចិនដែលនាំឲ្យវាជិតទៅដល់ស្តង់ដារលោកខាងលិចទាក់ទងទៅនឹងការយល់ដឹងពីស្ថានភាពការកំណត់គោលដៅនិងសង្គ្រាមអេឡិចត្រូនិក AESA Radar Scan Electronic សកម្ម J10 បានបំពាក់ជាមួយនឹង Radar AESA ដែលអភិវឌ្ឍដោយចិនផ្ទាល់និងផ្ដល់នូវការរកឃើញកាន់តែទូលំទូលាយនៃការតាមដានគោលដៅលឿនជាងមុននិងធន់នឹងការកកស្ទះបើប្រៀបធៀបជាមួយនឹង Radar Scan Mechanic ចាស់ៗនៅក្នុង J10A/B Radar នេះអនុញ្ញាតឲ្យយន្តហោះអាចរកឃើញគោលដៅនិងតាមដានគោលដៅបានច្រើននៅលើអាកាសឬក៏នៅលើដីក្នុងកំឡុងពេលដំណើរគ្នាដែលធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពក្នុងការប្រយុទ្ធលើសពីការមើលឃើញទី5គឺអាវុធនិងគ្រឿងសម្ភារវុធរបស់វា J10C គឺជាវេទិកាពិហុកមុខងារពិតៗដែលមានសមត្ថភាពផ្ទុកអាវុធពីអាកាសទៅអាកាសនិងពីអាកាសទៅដីវាមាន16ចំណុចរឹង6គឺនៅក្រោមស្លាប5គឺនៅក្រោមតួអាវុធសំខាន់ៗរបស់វាគឺរួមមានកាំជ្រួចពីអាកាសទៅអាកាស PL10 កាំជ្រួច IR រយៈចម្ងាយខ្លីដែលអាចបត់បែនបានខ្ពស់ PL12 កាំជ្រួច BVR សកម្មនិង PL15 កម្រិតខ្ពស់តែវាគឺជាវិស័យរយៈចម្ងាយឆ្ងាយ200គីឡូម៉ែត្រឯណោះ Air to Ground គ្រាប់បែកដឹកនាំដោយឡាស៊ែរគ្រាប់បែកដឹកនាំដោយផ្កាយរណប GPS និងមីស៊ីលវាយប្រហារច្បាស់លាស់ដូចជា KD-88 Naval Strike អាចផ្ទុកអាវុធកាំជ្រួចប្រឆាំងនឹង Navy YJ Series សម្រាប់ប្រតិបត្តិការដែនសមុទ្រកាំភ្លើងខាងក្នុងកាណុង 23 មីលីម៉ែត្រប្រយុទ្ធក្នុងចម្ងាយជិតភាពប៉ិនប្រសប់របស់វាអនុញ្ញាតឲ្យ J10C ដើរតួជាយន្តហោះចម្បាំងដែលមានឧត្តមភាពលើអាកាសយន្តហោះចម្បាំងជើងគោកនិងយន្តហោះល្បាតដែនសមុទ្រទី6គឺជាការបំបាំងកាយនិងការអាចរៀនមានជីវិតរបស់វាទោះបីជាវាមិនជាយន្តហោះចម្បាំងបំបាំងកាយក៏ដោយក៏ J10C រួមបញ្ចូលមុខងារបំបាំងកាយដើម្បីកាត់បន្ថយផ្នែកឆ្លងកាត់រ៉ាដាការទទួលខ្យល់ដែលបានរចនាឡើងជាមួយនឹងច្រកចូល Supersonic កាត់បន្ថយការឆ្លុះបញ្ចាំងឬក៏ reflect ពី radar
ការប្រើប្រាស់ថ្នាំកូដនិងសម្ភារៈស្រូបយកសញ្ញារ៉ាដាប្លង់ខាងក្នុងរបស់វាត្រូវបានអាប់ដេតសម្រាប់ហត្ថលេខាអេឡិចត្រូនិកដែលកាត់បន្ថយការមើលឃើញពីរ៉ាដាដូចគ្នាគូផ្សំនឹងវិធានការប្រឆាំងអេឡិចត្រូនិកនេះធ្វើឲ្យ J10C ពិបាកក្នុងការតាមដានបើប្រៀបធៀបជាមួយនឹងប្រភេទ J10 ចាស់ទី7ប្រព័ន្ធអេឡិចត្រូនិកនិងកាប៊ីនរបស់យន្តហោះកាប៊ីនរបស់យន្តហោះគឺទំនើបជាមួយនឹងអេក្រង់ពហុមុខងារធំ MFD អេក្រង់ក្បាលឡើងលើនិងឧបករណ៍បញ្ជាបិទបើកលក្ខណៈអេឡិចត្រូនិកសំខាន់រួមមានឈុតសង្គ្រាមអេឡិចត្រូនិករួមបញ្ចូលគ្នា EW សម្រាប់ការការពារខ្លួនប្រព័ន្ធភ្ជាប់ទិន្នន័យសម្រាប់សង្គ្រាមដែលផ្ដោតលើបណ្ដាញដែលអាចឲ្យទំនាក់ទំនងជាមួយនឹង AWACS និងស្ថានីយដីគោកបាន Helmet Mounted Display HMD ដែលគឺជាមួកសុវត្ថិភាពដែលភ្ជាប់ជាមួយនឹងយន្តហោះដែលអនុញ្ញាតឲ្យអ្នកបើកបរអាចបញ្ជាអាវុធដូចជា PL10 ដោយគ្រាន់តែមើលទៅលើគោលដៅតែប៉ុណ្ណោះកុំព្យូទ័របេសកកម្មកម្រិតខ្ពស់សម្រាប់ប្រតិបត្តិការពហុទូរនទីទី8គឺជាការប្រើប្រាស់ក្នុងប្រតិបត្តិការវាបានជំនួយហោះចម្បាំងដូចជា J7 និង J8 ចាស់វាត្រូវបានរចនាឡើងគឺដើម្បីប្រកួតប្រជែងជាមួយនឹងយន្តហោះចម្បាំងចំនួនទី 4.5 របស់លោកខាងលិចដូចជា F16V Rafale និង Eurofighter Typhoon គួរកត់សម្គាល់ប្រទេសចិនដាក់ពង្រាយពួកវានៅមូលដ្ឋានអាកាសជាច្រើនជាពិសេសនៅក្នុងរាជដ្ឋានខាងលិចនិងខាងត្បូងកោះតៃវ៉ាន់និងសមុទ្រចិនខាងត្បូងការនាំចេញកងទ័ពអាកាសប៉ាគីស្ថានបានទិញយក J10C ក្នុងឆ្នាំ2022ដើម្បីទប់ទល់នឹងយន្តហោះចម្បាំង Rafale របស់ India ទី9គឺជាការប្រៀបធៀបនឹងទូរនទីក្នុងយុទ្ធសាស្ត្រយន្តហោះ J10C ភ្ជាប់គម្លាតជាមួយយន្តហោះចម្បាំងចំនួនទី4របស់ចិនដូចជា J10A/B J11 Su-27 និងយន្តហោះបំបាំងកាយចំនួនទី5 J20 ប្រភេទ C នេះគឺមានរ៉ាដា AESA ជំនួសឲ្យ Radar Scan ដោយមេកានិកការទទួលបាននៅ DSI សម្រាប់ការបន្ថយនឹងហត្ថលេខារ៉ាដាអាវុធទំនើបជាច្រើនដូចជា PL15 ហើយតម្លៃរបស់វាក្នុង Google គឺគេប្រាប់ថាខ្ទង់ពី40ទៅ50លានដុល្លារឯណោះឬក៏អាចថ្លៃជាងនេះរហូតដល់100លានក៏ថាបានទី10ចុងក្រោយគឺជាអនាគតឬក៏សារសំខាន់របស់វា J10C តំណាងឲ្យឧស្សាហកម្មលំហអាកាសដ៏ចាស់ទុំរបស់ប្រទេសចិនជាមួយនឹងរ៉ាដាជនជាតិដើមភាគតិចម៉ាស៊ីនកាំជ្រួចទំនើបវាបង្ហាញពីសមត្ថភាពរបស់ទីក្រុងប៉េកាំងក្នុងការកាត់បន្ថយការពឹងផ្អែកទៅលើរុស្ស៊ីវាក៏ដើរតួជាយន្តហោះចម្បាំងដែលនាំចេញផងដែរដោយពង្រឹងទំនាក់ទំនងការពារជាតិជាមួយប្រទេសនានាដូចជាប៉ាគីស្ថានជាដើមការអាប់ដេតឡើងនៅពេលអនាគតរួមមានកំណែម៉ាស៊ីន WS10 កាន់តែទំនើបជាងមុនរួមបញ្ចូលជាមួយនឹង AI Assisted Avionics ឬក៏ហៅថាប្រព័ន្ធ AI វានឹងត្រូវធ្វើឲ្យមានភាពឆាប់គ្នាជាមួយនឹងអាវុធចិនជំនាន់ក្រោយដូចជាមីស៊ីលល្បឿនលឿនជាងសំឡេងយន្តហោះចម្បាំង J10C Vigorous Dragon ត្រូវបានចាត់ទុកថាគឺជាយន្តហោះចម្បាំងចំនួនទី 4.5 ដែលអាចបត់បែនបានយ៉ាងល្អបំផុតក្នុងប្រទេសអាស៊ីនានានៅពេលបច្ចុប្បន្នយើងនេះដែលផ្ដល់ឲ្យប្រទេសចិននិងសម្ព័ន្ធមិត្តរបស់ខ្លួននៅសមត្ថភាពប្រយុទ្ធពហុមុខងារដ៏រឹងមាំតែមកទៅយ៉ាងណាដែរអំពីរឿងរ៉ាវរបស់ J10C មួយនេះដែលយើងបានលេចឮព័ត៌មានថាកម្ពុជានឹងបញ្ជាទិញយន្តហោះចម្បាំង J10C ពីប្រទេសចិនមួយនេះមែនហើយវាគឺទំនើបនិងខ្លាំងផងដែរគឺអាចខ្លាំងជាង F16 របស់ថៃទៅទៀតបើរឿងនេះជាការពិតមែនកម្ពុជានឹងមានមុខមាត់ម្ដងទៀតនៅលើឆាកអន្តរជាតិនិងវិស័យការពារជាតិរបស់យើងតែម្ដងបាទនេះគឺជាព័ត៌មានមួយដែលបានលេចឡើងនិងល្បីនៅលើ YouTube និងបណ្ដាញសង្គមយើងរងចាំមើលថាតើក្រសួងការពារជាតិរបស់យើងនឹងធ្វើដោយផ្ដាច់ចំពោះការបញ្ជាទិញយន្តហោះចម្បាំងនៅពេលអនាគតផងដែរបើបងប្អូនពេញចិត្តនៅវីដេអូមួយនេះសូម Subscribe YouTube Channel របស់ខ្ញុំសូមឲ្យសំណាងល្អគ្រប់ក្រុមគ្រួសារ